អ្វីទៅជាតុងទីនតុងទីនធនធាញជាទម្រង់កិច្ចសន្យាប្រមូលលុយមួយដុំដោយមានមនុស្សម្នាក់ដើរតួជាមេជាអ្នកចាត់ចែងរ៉ាប់រងប្រមូលលុយនិងមនុស្សជាច្រើនទៀតដើរតួជាកូនជាអ្នកដេញជាទូទៅក្នុងមួយខែម្ដងមនុស្សដែលដើរតួជាកូនត្រូវបង់ប្រាក់ក្នុងកម្រិតថេរមួយជាប្រចាំឲ្យទៅមេហើយកូនតុងទីនម្នាក់ក៏មានសិទ្ធិដេញតុងទីនផងដែរការដេញក្នុងន័យនេះសំដៅទៅលើអត្រាការប្រាក់ដែលហ៊ានផ្ដល់ឲ្យទៅគេបើអ្នកណាម្នាក់ជាកូនហ៊ានឲ្យអត្រាខ្ពស់និងដេញតុងទីនបានមានន័យថាបានលុយមួយដុំធំភ្លាមដែលប្រមូលបានពីគេគ្រប់គ្នាកូនតុងទីនដែលដេញបានលុយមួយដុំធំហើយត្រូវបង់ការប្រាក់ឲ្យទៅអ្នកដទៃដែលដេញអត់ឈ្នះក្រៅពីមនុស្សដែលលេងជាកូនតុងទីនក៏មានមនុស្សដែលលេងជាមេតុងទីនមានសិទ្ធិដេញតុងទីនដូចគ្នាចុះប្រសិនបើមេតុងទីនពេលដេញបានឬប្រសិនបើដេញមិនបានក៏ត្រូវប្រមូលលុយយកឲ្យអ្នកឈ្នះមិនថាករណីណាគាត់នៅតែដើរតួជាអ្នកប្រមូលលុយហើយបើលោកគាត់នឹងរត់បាត់តើមានច្បាប់ការពារអ្នកលេងតុងទីនដទៃទៀតដែរឬទេត្បិតតែបច្ចុប្បន្នតុងទីនមិនទាន់មានច្បាប់មួយដាច់ដោយឡែកសម្រាប់គ្រប់គ្រងវិស័យតុងទីនប៉ុន្តែគេអាចប្រើប្រាស់គោលការណ៍ទូទៅនៃច្បាប់កិច្ចសន្យាព្រោះតុងទីនបើវិភាគមើលទៅជាទម្រង់កិច្ចសន្យារវាងអ្នកសន្យាប្រមូលលុយពីគេមេយកទៅឲ្យអ្នកដេញតុងទីនដែលឈ្នះកូនហើយមេដែលមិនបំពេញតាមកិច្ចសន្យាព្យាយាមរត់ឬបោកប្រាស់កុហកដើម្បីយករួចខ្លួននឹងត្រូវមានទោសតាមច្បាប់រំទោនបទល្មើសច្បាប់មាត្រា377និង378និងបទល្មើសរំលោភសេចក្តីទុកចិត្តមាត្រា391និងមាត្រា392សរុបមកវិញដោយសារមិនមានច្បាប់ចែងថាលេងតុងទីនខុសឬស្របច្បាប់យើងមិនអាចឆ្លើយឲ្យប្រាកដបានតែបើបោកគេពេលលេងតុងទីនគឺខុសច្បាប់ដូច្នេះសូមទាំងមេនិងកូនតុងទីនលេងដោយការទទួលខុសត្រូវ